ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីការមើលបាតដៃទាំងមូលនៅដៃទាំងឆ្វេងទាំងស្ដាំរបស់គាត់នេះណាដោយសារតែគាត់ជាអ្នកដែលមកទូទីបាតដៃហើយគាត់ចង់ឲ្យខ្ញុំនឹងធ្វើវីដេអូដើម្បីគាត់នឹងបានចាពិនិត្យមើលដៃគាត់ម្ដងទៀតឲ្យដឹងខ្សែណាចាឥឡូវយើងមើលចាសម្រាប់ចានៅលើដៃរបស់គាត់នេះយើងមើលខ្សែជីវិតរបស់គាត់មុនគេណាសម្រាប់ខ្សែជីវិតរបស់គាត់ជាប្រភេទខ្សែជីវិតដែលដាច់ចាមួយកំណាត់ណាចាមិនពេញលេញនោះទេណាខ្ញុំបញ្ជាក់បន្តិចពុកម៉ែបងប្អូនសម្រាប់អ្នកដែលមានខ្សែជីវិតខ្លីមិនមែនបានន័យថាគាត់អាយុខ្លីទេគ្រាន់តែគាត់ចាបានផ្លាស់ប្ដូរចាដំណើរវាសនារបស់គាត់នេះខុសពីមុនបានន័យថាអ្នកនឹងច្រើនតែមានកម្លាំងបុណ្យពីអតីតណាមួយដែលត្រូវឲ្យផលដែលធ្វើឲ្យគាត់នឹងជួបកម្លាំងកម្មជាធំមកជាមុនរួចហើយទើបចាជួបកម្លាំងបុណ្យដែលឲ្យផលជាក្រោយដោយដៃរបស់គាត់នេះចាគាត់មិនប៉ះពាល់ដល់អាយុជីវិតរបស់គាត់ទេរឿងហេតុ3យ៉ាងធ្ងន់ធ្ងរដែលជួបនៅក្នុងដំណើរជីវិតរបស់គាត់តែខ្ញុំធ្លាប់បានបង្រៀនពុកម៉ែបងប្អូនដែរពាក់ព័ន្ធជាមួយនឹងខ្សែជីវិតដាច់ហ្នឹងថាជួបរឿងអីខ្លះគាត់ជួបដែរប៉ុន្តែគាត់ឆ្លងផុតទៅរួចចាហើយធ្វើឲ្យគាត់ចារួចពីជួបហើយណាជួបរឿងដែលមិនល្អហ្នឹងហើយទៅជាមានរឿងល្អនឹកស្មានមកដល់ទៅវិញណាចាបងប្អូនប្រឌិតមើលនៅលើខ្សែដៃរបស់គាត់មានខ្សែវាសនាផ្លាស់ប្ដូរទិសដៅច្រើនណាចាអញ្ចឹងសម្រាប់ខ្សែវាសនាដែលផ្លាស់ប្ដូរទិសដៅច្រើននេះដោយសារតែគាត់ជួបការខាត់បងរឿងលុយកាក់ផងបែកបាក់គ្រួសារឬក៏មានកម្មករខ្លាំងនៅក្នុងក្រុមគ្រួសារជួបជំងឺធ្ងន់ជាទម្ងន់ផងនៅក្នុងចាទួលកម្លាំងកម្មរបស់គាត់នៅត្រង់នេះណាចាគឺនៅចំដៃកណ្ដាលក្រោមចាខ្សែចាខួរក្បាលគេហៅថាទួលកម្មនេះកន្លែងនេះណាគាត់មានចាសញ្ញាការ៉េ4ជ្រុងចាស្ថិតនៅក្នុងក្រោមខ្សែខួរក្បាលនេះក្រោមខ្សែខួរក្បាលនេះគេហៅថាទួលលំបាកបងប្អូនចាអញ្ចឹងអ្នកដែលមានត្រីកោណនៅត្រង់នេះមានន័យថាទុកលំបាកដែលគាត់ជួបកម្លាំងកម្មដែលគាត់ជួបហ្នឹងឃើញទេបងប្អូនសូម្បីតែខ្សែខួរក្បាលរបស់គាត់សឹងតែថាគាត់ឈឺក្បាលចាគាត់ stress ខ្លាំងនឹងចារឿងការខាត់បងលុយកាក់ការលំបាករឿងលុយកាក់ហ្នឹងស្ទើរតែចា depression ទៅហើយណាចា stress ខ្លាំងទៅហើយប៉ុន្តែគាត់អាចឆ្លងផុតទៅបានព្រោះមានខ្សែជំនួសចានៅចាកើតចេញនៅក្នុងចាចន្លោះចាខ្សែបេះដូងនិងខ្សែខួរក្បាលគឺខ្សែវាសនាចេញមកមួយទៀតណាចានោះក៏ដោយសារអីដោយសារអតិពលនៃការ៉េចាដែលឃុំក្រងនៅលើទួលលំបាករបស់គាត់ហ្នឹងគេហៅថាការ៉េឃុំក្រងដោយបុណ្យនេះគឺបុណ្យពីអតីតដែលមានកម្លាំងឲ្យផលបានដោយសារតែបុណ្យចាបច្ចុប្បន្នដែលគាត់ធ្វើនេះវាគ្រប់ចំនួនឧបត្ថម្ភបុណ្យចាស់ដើម្បីឲ្យផលដែលធ្វើឲ្យគាត់ហ្នឹងអាចឆ្លងផុតទុកនឹងបានណាហើយខ្ញុំចង់បញ្ជាក់ទៅលើទួលនេះមួយទៀតណាបងប្អូនឃើញទេទួលរបស់គាត់នៅទួលសៅរបស់គាត់ឃើញមិនមានខ្សែទេណាមិនមានខ្សែវាសនាបន្តទេទាំងឆ្វេងទាំងស្ដាំចាខ្ញុំធ្លាប់បានប្រាប់បងប្អូនដែរសម្រាប់ខ្សែវាសនាដែលផុតមកដល់ទួលសៅទាំងឆ្វេងទាំងស្ដាំមានន័យថាអ្នកនោះមានចំណូលដល់វ័យចាស់អញ្ចឹងបើគាត់អត់មានក៏ស្មើនឹងគាត់អត់ចំណូលដល់វ័យចាស់ឬក៏យ៉ាងណាចម្លើយនោះគឺមិនមានទេណាមិនមែនទេតែបងប្អូនមកមើលខ្សែកន្លែងនេះគឺទួលព្រះអាទិត្យរបស់គាត់មានខ្សែដោះចេញចាស់មួយចាក់ទៅលើចានិងមានខ្សែមួយទៀតមួយចំនួនចាពីរត្រួតគ្នានិងមានខ្សែមួយទៀតកាត់ចាស់កើតចេញជាចាត្រីបង្គោលនឹងឯងចាអញ្ចឹងក៏មានន័យថាចាប់ពីអាយុចា45ឆ្នាំរបស់គាត់ណាចាព្រោះមានខ្សែហ្នឹងវាបន្តពីអាយុ45ណាមានន័យថា45ឆ្នាំរបស់គាត់ចាលុយកាក់កិត្តិយសគេឈ្មោះរបស់គាត់គឺបានដោយមិនហត់នោះទេណាព្រោះមានកម្លាំងបុណ្យរបស់គាត់កំពុងតែឲ្យផលហើយមិនចាំបាច់ហត់នោះទេព្រោះកន្លែងហ្នឹងចាបើសិនជាមានខ្សែវាសនាវាហត់វិញចាតែនេះគឺចេញជាខ្សែព្រះអាទិត្យចេញជាត្រីមង្គលនៅក្រោមព្រះអាទិត្យទៀតចាំបើថាគាត់បានដោយមិនហត់បានដោយការឧបត្ថម្ភឬក៏ដោយការវិនិយោគណាមួយត្រូវប៉ាន់ជាដើមនៅលើសំទោសចុងខ្សែជីវិតរបស់គាត់ក៏មានត្រីកោណចានឹងមានរឹសនៃខ្សែលៀបចារបស់គាត់នៅចុងខ្សែជីវិតគាត់ដែរទោះបីជាចាមករៀបដៃរបស់គាត់ឆ្អឹងដៃរបស់គាត់មិនមែនជាឆ្អឹងដៃដែលទទួលលុយមិនមែនជាឆ្អឹងដៃដែលគេហៅសម្បូរលុយចាយពិតមែនប៉ុន្តែចាឥទ្ធិពលចានៃត្រីមង្គលនេះគឺខ្លាំងណាស់ចាគឺនៅលើទួលចាអាទិត្យរបស់គាត់ទៀតដែលធ្វើឲ្យវាមានភាពពិសេសវិសាលធ្វើឲ្យគាត់មានភាពរុងរឿងនៅវ័យចាស់នឹងឯងឃើញទេបញ្ជាក់តាំងពីខ្សែជីវិតរបស់គាត់មានទាំងខ្សែត្រីមង្គលរុងរឿងនឹងផងដែរបច្ចុប្បន្ននេះគាត់មិនសូវមានទូរស័យល្អទេព្រោះចរន្តឈាមរបស់គាត់រត់មិនល្អនោះក៏ដោយសារមានបច្ជ្រោយនៅត្រង់នេះណាបច្ជ្រោយអពមង្គលនេះគ្រាន់តែយើងធ្វើការកិច្ចរងាប់ចោលបន្តិចទៅហើយឲ្យគាត់ចាឧស្សាហ៍ធ្វើបុណ្យឲ្យបានច្រើនទីកម្លាំងបុណ្យរបស់គាត់នឹងឲ្យពន្លឺបើកចាហើយនឹងធ្វើឲ្យគាត់មានភាពរុងរឿងល្អប្រសើរព្រោះគាត់ផុតអាយុដែលទទួលកម្លាំងកម្មដែលខ្ញុំបានរៀបរាប់អំបញ្ញមិញនឹងហើយចិត្តដល់អាយុដែលត្រូវទទួលផលនៃកម្លាំងបុណ្យរបស់គាត់ហើយណាចា